ចានាងខ្ញុំសុខៀងសូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលកំពុងទទួលស្នានៅកម្មវិធីវប្បធម៌យើងនៅក្នុងសប្តាហ៍នេះនាងខ្ញុំនឹងមានប្រធានបទថ្មីមួយដែលគួរចាប់អារម្មណ៍ទាក់ទងនឹងល្ខោនខោលល្ខោនខោលគឺជាទម្រង់សិល្បៈវ័យចំណាស់មួយដែលប្រើប្រាស់នៅក្បាច់បាតជាមូលដ្ឋាននិងភ្លេងពិណពាទ្យក៏ដូចជាតួសម្ដែងសុទ្ធតែបុរសពាក់មុខដែលធ្វើអំពីខ្មុកស្មាច់ក្រដាសនោះកំពុងតែប្រឹងប្រែងការពារកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការ UNESCO ជាមួយនឹងប្រទេសជិតខាងមួយគឺប្រទេសថៃតើមូលហេតុចម្បងអ្វីនិងភាពចម្រូងចម្រាសនៃជាតិនិយមទៅលើទម្រង់ល្ខោនវ័យចំណាស់ល្ខោនខោលមួយនេះសូមអញ្ជើញទស្សនាដូចតទៅយោងតាមសៀវភៅទស្សនីយភាពខ្មែរអត្ថាធិប្បាយថាពាក្យខោលឬល្ខោនខោលបើតាមសង្ឃដីការបស់សម្ដេចព្រះសង្ឃរាជជួនណាតដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិតឆ្នាំ1967ត្រង់ទំព័រ102ថាខោលគឺជាពួកល្ខោនប្រុសរឿងរាមកេរ្តិ៍ល្ខោនខោលគឺជាល្ខោនពាក់មុខដោយអ្នករាំធ្វើកាយវិការឥតព្រៀងទុកជាមុនដើម្បីត្រាប់ពាក្យសម្ដីរបស់អ្នកពោលដែលមាននីតិដឹកនាំរឿងនិងរៀបរាប់រឿងទម្រង់នេះសម្ដែងបានតែរឿងរាមកេរ្តិ៍មួយមុខគត់ដែលជារឿងពោពេញទៅដោយតួអង្គយក្សហើយនិងតួអង្គស្វារឿងរាមកេរ្តិ៍ទៀតសោតក៏ជាស្នាដៃអមតៈខ្លឹមសារសាច់រឿងពោពេញទៅដោយសិលធម៌គុណធម៌និងមនុស្សធម៌ផ្ដល់តម្លៃទាំងជីវិតប្រកបដោយគតិបណ្ឌិតនិងយុត្តិធម៌ទម្រង់ល្ខោននេះជាទម្រង់ដែលមានសុទ្ធតែសិល្បករប្រុសជាអ្នករាំសូម្បីតែតួអង្គស្រីដូចជាតួនាងសីតានាងមនោគិរីនាងបញ្ញកាយឬនាងសវណ្ណមច្ឆាជាដើមចង់ជួបបងណាស់ព្រួយស្ទើខ្សែឯការសម្ដែងវិញគឺធ្វើឡើងនៅក្នុងពិធីផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរួមដើម្បីបំបត្តិឧបទ្រពចង្រៃហើយសុំទេវតាឆ្នាំថ្មីនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ជួយប្រទានសពសាធុការសេចក្តីសុខចម្រើនសិរីសួស្តីជ័យមង្គលនិងសម្បូររុងរឿងក្នុងជីវភាពជាប្រចាំរបស់ប្រជាជនខ្មែរនិងមានពេលខ្លះស្រុកទេសជួបវិបត្តិគ្រោះរាំងស្ងួតក៏គេរាំសុំទឹកភ្លៀងផងដែរគឺសម្ដែងខោនគឺសិតតែប្រុសគឺសិតតែប្រុសរើសតួស្រីដូចតួប្រុសដូចតួស្រីយ៉ាងដូចទន់ភ្លុនដៃដូចថាម្រាមដៃដូចបលាក្រូចចឹងណាដូចស្រួយល្មមដងភ្លុនគឺជាបាមូណាដើម្បីរៀបសំនឹងក្បាច់នឹងតួមួយដូចយក្សតួមមហាត់លះបាទតួស្វាគោតាប់ហាត់គោលះនឹងហៅចឹងមិនមែនយកតួស្វានឹងស្គងវែងខ្លួនដងជើងវែងទេអានោះអត់យកទេយក្សខ្លួនចឹងដែរញៀនក៏ចឹងដែរពួកនៃស្រីស្រីដូចប្រុសដូចស្រីចឹងដូចហានេះបាទដល់ឲ្យខ្ញុំពេញចិត្តស្រឡាញ់ធ្វើមុនដំបូងគេធ្វើពីដីយកដីមកលុញមូលបានយកមកឆ្លាក់តាំងពីច្រមុះតាំងពីមាត់តាំងពីភ្នែកតាំងពីក្បាច់នេះក្បាច់នេះអស់អញ្ចឹងបាច់អស់ហើយយកមកគេប្រថាប់សំងហ្នឹងដើម្បីជាពុំចាក់ដល់បោកនោះហើយយកប្រថាប់សំងយកមកយើងញីក្តាស់កសែក៏បាន ក្តាស់នៃធម្មតាពូលាវក៏បានណាដែលចោលយកមកញីទួយឲ្យវាយណែហ
hai tụi năng bàn giống mà đâm đồng hói đang nhưng phở đây sẽ xài mì nó giờ họ đáp bắt á mì gì cà lạt gì đò khói nhưng do xài cha cô ở mặt ở tật năng hói do mó dương cũng liệp do rượu tật mó bật ở chọn mà xa cho nó chọn mà xa năng hói do cái nát năng đặt cầm oi tật trần bích bị ăn chọp hề bán gió mà xài mì nắng pa cái người mì chuột cái chuột đời bà và chọp hói mà chón pi chón bầy chón buồn chón mới thôn nợ còn ní cái gió oi cho trời nữa nếu bỏ thì gió chỉ phân gió mà nước lên cây mà bà đi chui họ chui cho tua sco mà chắc á chui tua sco nó bà khao nó cũng hỏi bắt kê từ nay bị đầu ta buộc nhóm việc chết nhóm việc cha hỏi nhóm sao lạnh nè xôm ôn lúc ai đông được kêu thằng o sao thằng oไปเชียร์จนอ่อนเลยไปเชียร์กรรมไปเชียร์ชมตัวชมตรอเรื่องข่าวrồi gót xoay nương sả la chắc là bạ dương nó cầm oi bắt bong phong vào đấy bông vào và cái con sa bông là to bị viên nhau mai mình chắc nha lùi to bị viên nhau mai vừa bàn thai nó oi khom mà điên khom do chất tục đặt cầm oi bắt kê tầm nay bị đồn ta bỏ dương gót bầm xăm tục oi nhom năng bàn là nhom là kinh ta nhom chất nhom sả lanh chiết sả lanh bỏ khai cứ thayរឿងlà khao nó buộc chấm liên na cô chấm nay nhá dừngประกาศ mà cầm oi khăm mà chết vào tây cầm oi kia ní băng buộc nhưng chẳng đã thà sống oi là khao nâng đàm bay sông và ra thập bị bá nâng UNESCO nâng sống oi đã khao tới kia phép hòn bị phục lục đối to từ đã mùi sao cho cái nong đi ta dạ ta muối ta bắt hòa sắp đó nèប៉ុន្តែការពីដើមខែមិថុនាថ្មីនេះល្ខោនខោរបស់ភិក្ខីកម្ពុជាត្រូវបានប្រទេសថៃប្រើឈ្មោះស្រដៀងគ្នាទៅនឹងល្ខោនពាក់របាំងមុខឬល្ខោនខោលដោយរដ្ឋាភិបាលថៃក្រុងនឹងស្នើដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ក្នុងឆ្នាំ2016នេះក្រោយពីមានការផ្សព្វផ្សាយលើការស្នើសុំរបស់ប្រទេសថៃទៅកាន់អង្គការ UNESCO មួយនេះធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជាថាល្ខោននេះជាសម្បត្តិរបស់ខ្មែរមិនមែនជារបស់ថៃទេបើយោងតាមប្រសាសន៍ដ៏មានហេតុផលនៃលោកជំទាវ ភឿសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថាប្រទេសជាសមាជិក UNESCO នីមួយៗមានសិទ្ធិស្មើគ្នាក្នុងការដាក់បញ្ចូលសម្បត្តិណាមួយជាបេតិកភណ្ឌអរូបីទៅអង្គការមួយនេះប៉ុន្តែការហៅឈ្មោះយ៉ាងណាត្រូវពិគ្រោះគ្នាជាមុនសិនមិនអាចហៅឈ្មោះជាន់គ្នាបានទេបើសិនបើគេហៅឈ្មោះខុសយើងហើយការរាំខុសយើងគេអាចដាក់បានប៉ុន្តែបើថៃហៅឈ្មោះល្ខោនខោលដែរហើយយកទៅដាក់នៅអង្គការ UNESCO គឺមិនអាចទៅរួចទេព្រោះឈ្មោះនេះកម្ពុជាមានហើយយើងបានដាក់ទៅមុនតាំងពីឆ្នាំ2004មកម្លេះចំណែកឯលោកថៃនរៈសច្ចាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏មានប្រសាសន៍ផងដែរថាគោលការណ៍របស់ UNESCO ដែលអាចទទួលបានជាបេតិកភណ្ឌពិភពលោកនោះទី1ប្រទេសដែលចង់ដាក់នោះត្រូវតែคล้ายទៅជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ2003ដែលស្ដីពីការពារថែរក្សាបេតិកភណ្ឌអរូបីបន្តមកទៀតត្រូវតែបំពេញឲ្យបានគ្រប់ជ្រុងជ្រោយនៅលិខិតបទដ្ឋានគតិយុត្តនានាដែលតាក់ទិនទៅនឹងបញ្ហានេះបានន័យថាបើយើងនិយាយថាយើងចូលធ្វើការសុំដាក់
ដាក់ពាក្យចូលទៅការអញ្ចឹងបំពេញគ្រប់គ្រីតេដែលក្រុមហ៊ុនគេចង់បានហើយបើយើងគ្រប់បំពេញមិនគ្រប់ហ្នឹងក៏អាហ្នឹងគេ reject មកវិញហើយអាហ្នឹងបើបំពេញគ្រប់ហើយថែមទៀតយកទៅធ្វើការប្រជុំបន្តនីតិវិធីប្រជុំជាលក្ខណៈចង្កោមជាអន្តរជាតិឬក៏អ្វីៗផ្សេងទៀតទៅតាមខ្ញុំមិនអាចដឹងបានអំពីពហុបច្ចេកទេសនៃកិច្ចប្រជុំរបស់អង្គការ UNESCO ទេប៉ុន្តែចំណុចដែលសំខាន់មួយជាងគេគឺបើគ្មានប្រទេសណាមួយសហគមន៍ណាមួយឬរដ្ឋណាមួយវេតូទេទើបការដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះបានទទួលជោគជ័យផ្ទុយទៅវិញប្រសិនបើមានការវេតូសូម្បីតែមួយក្នុងចំណោមរាប់រយប្រទេសនោះក៏មិនអាចមានជោគជ័យទៅរួចដែរនេះគឺជាគន្លឹះគ្របដណ្ដប់រួមទៅលើអ្វីដែលក្មួយចង់បានប្រទេសកម្ពុជាហាក់ដូចជាមានប្រៀបជាងពីព្រោះប្រទេសថៃមិនមែនជារដ្ឋមួយក្នុងបណ្ដារដ្ឋទាំង167ដែលបានផ្ដល់សច្ចានុមត្តិដល់អនុសញ្ញាសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីឡើយចំនួននេះគឺបានជំរុញឲ្យមានគំនិតជាតិនិយមយ៉ាងឃ្លាវខ្លានៅក្នុងបណ្ដាសង្គមក្នុងប្រទេសទាំងពីរទាក់ទិននឹងរបាំបុរាណមួយមានការសម្ដែងនៅក្នុងប្រទេសទាំងពីរនេះដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសនីមួយៗចង់ចុះបញ្ជីជាមួយអង្គការ UNESCO ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពួកគេរៀងៗខ្លួនងាកទៅប្រទេសថៃវិញរដ្ឋាភិបាលថៃកាលពីថ្ងៃទី7ខែមិថុនាបានព្យាយាមឲ្យប្រជាជនខ្លួនរងាប់អារម្មណ៍ជុំវិញចំណាត់ការចុះបញ្ជីល្ខោនខោលជាសម្បត្តិបេតិកភណ្ឌអរូបីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកវីរ៉ារ៉ូផូចាណារ៉ាត់និយាយថាទោះបីប្រទេសថៃមានគម្រោងស្នើប៉ុន្តែខ្លួនមិនទាន់បានចាត់វិធានការនៅឡើយទេពីព្រោះថៃមិនទាន់ក្លាយជារដ្ឋសមាជិកមហាសន្និបាតឆ្នាំ2003សម្រាប់ការពារបេតិកភណ្ឌអរូបីពិភពលោកការចុះបញ្ជីនេះមិនមែនចុះជាម្ចាស់កម្មសិទ្ធិនោះទេប៉ុន្តែយើងចង់រក្សាវប្បធម៌ហើយ UNESCO ក៏មិនបានហាមឃាត់សំណើសុំវប្បធម៌ដែលស្រដៀងគ្នាក្នុងបញ្ជីនោះដែរក្រុមមន្ត្រីរដ្ឋាភិបាលថៃក៏កំពុងស្វាស្វែងបន្ថយការខឹងសម្បារតាមបណ្ដាញផ្សាយព័ត៌មានសង្គមនៅក្នុងប្រទេសកម្ពុជានិងប្រទេសជិតខាងហើយហាក់ដូចជាបើកចំហដល់ការស្នើសម្របសម្រួលរបស់អង្គការ UNESCO លោកវិសានុខឺរុយ៉ាមឧបនាយករដ្ឋមន្ត្រីថៃបាននិយាយថាគេក៏បានស្វាគមន៍ប្រទេសកម្ពុជាឲ្យចុះបញ្ជីល្ខោនខោលនៅអង្គការ UNESCO ជាបេតិកភណ្ឌវប្បធម៌អរូបីផងដែរប៉ុន្តែរដ្ឋាភិបាលយោធាថៃមានផែនការជំរុញឲ្យមានការចុះបញ្ជីនៅអង្គការ UNESCO ដោយខ្លួនឯងដោយសារតែអង្គការនេះមិនបានកំណត់ថាប្រទេសចំនួនប៉ុន្មានអាចចុះបញ្ជីបេតិកភណ្ឌស្រដៀងគ្នាទេក្រុមមន្ត្រីថៃបានកត់សម្គាល់ថាប្រទេសកម្ពុជាឥណ្ឌូនេស៊ីនិងប្រទេសថៃក៏បានអះអាងទាមទារដូចគ្នាទៅលើសិល្បៈអាយ៉ងក្នុងឋានៈដែលប្រទេសអាសង់ទីននិងប្រទេសអូរ៉ូហ្គាយបានចុះបញ្ជីរបាំ Tango ក្នុងបញ្ជីអង្គការ UNESCO ដូចគ្នាប្រទេសកូរ៉េទាំងពីរក៏បានចុះបញ្ជីជ្រក់គឹមជីថាជាសម្បត្តិវប្បធម៌របស់ពួកគេផងដែរប៉ុន្តែប្រជារាស្ត្រខ្មែរបានសម្ដែងការភ្ញាក់ផ្អើលតាមបណ្ដាញសង្គមក្នុងរយៈពេលសប្តាហ៍ចុងក្រោយនេះអំពីផែនការរបស់ប្រទេសថៃក្នុងការចុះបញ្ជីល្ខោនខោលដោយអះអាងថាវាគឺជាផ្នែកមួយនៃបេតិកភណ្ឌខ្មែរហើយរបាំនៅថៃទើបកាត់ក្រោយនឹងចម្លងតាមប៉ុណ្ណោះដោយក្រសួងវប្បធម៌នៃប្រទេសកម្ពុជាបានផ្សាយតាមបណ្ដាញសង្គមដោយខិតខំធ្វើឲ្យស្ងប់ស្ងាត់ដោយនិយាយថាការតវ៉ានិងការស្នើសុំរបស់ថៃអាចនឹងមិនឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយព្រះនាងក៏ទ្រង់ព្រះវិយោគសោយសោកាល័យសូម្បីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏បានសរសេរសារតាមទំព័របណ្ដាញសង្គម Facebook របស់ខ្លួនថារដ្ឋាភិបាលកម្ពុជាមិនមែនមិនយកចិត្តទុកដាក់លើបញ្ហានេះនោះទេតែអ្វីដែលជាបញ្ហាប្រឈមសំខាន់នោះ
អ្នកជំនាញវប្បធម៌ជាច្រើនកំពុងបារម្ភអំពីការគាំទ្ររបស់យុវជនបានត្រឹមតែរយៈពេលខ្លីដោយមានការបះបោរតាមគ្នាប៉ុណ្ណោះតែយ៉ាងហោចណាស់ក៏ជាសញ្ញាវិជ្ជមានដែលយុវជននិងប្រជាជនខ្មែរងើបមករួមគ្នាគាំទ្រនិងចង់ថែរក្សាសម្បត្តិល្ខោនខោលនេះបន្តទៅទៀតបើទោះបីជាមានការសំអាងពីភាគីកម្ពុជានិងថៃបង្ហាញអំណះអំណាងនៅប្រភពសម្បត្តិវប្បធម៌និងភាពល្អឥតខ្ចោះនៃសម្បត្តិល្ខោនបុរាណមួយនេះរៀងខ្លួនដើម្បីឈានទៅដណ្ដើមឈ្មោះលើបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ក៏ដោយតែសូមកុំភ្លេចថាល្ខោនពាក់មុខនេះត្រូវបានគេសម្ដែងតាមទម្រង់ផ្សេងៗគ្នាទៅតាមប្រទេសនៅអាស៊ីអាគ្នេយ៍រួមទាំងឡាវផងដែរកន្លងមកអង្គការ UNESCO តែងតែទទូចឲ្យមានប្រទេសជាសមាជិកទាំងអស់ការពារសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកដែលរួមបញ្ចូលទាំងការអនុវត្តចំណេះដឹងជំនាញនិងឧបករណ៍ដែលពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណីហើយប្រទេសជិតខាងដែលមានប្រពៃណីវប្បធម៌ស្រដៀងគ្នានោះធ្លាប់បានស្នើទៅអង្គការ UNESCO ដើម្បីចុះបញ្ជីដាច់ដោយឡែកពីគ្នាបានផងដែរព្រះអង្គជានរណាទៅហេតុអីមកទីហ៊ានចាប់ដៃខ្ញុំម្ចាស់យ៉ាងនេះណាខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំក្រាបទៅនាងអរគុណណាស់ព្រះនាងបើទោះបីជាមានការសំអាងពីភាគីកម្ពុជានិងថៃដែលបង្ហាញអំណះអំណាងពីសម្បត្តិវប្បធម៌របស់ខ្លួនទៅលើល្ខោនខោលមួយនេះប៉ុន្តែសូមកុំភ្លេចថាល្ខោនខោលគឺមានការសម្ដែងទម្រង់ផ្សេងៗពីគ្នានៅលើប្រទេសនៅជុំវិញអាស៊ីអាគ្នេយ៍ដូចជាប្រទេសឡាវជាដើមប៉ុន្តែមានតែប្រទេសពីរប៉ុណ្ណោះគឺប្រទេសកម្ពុជានិងថៃដែលជាអ្នកដោះស្រាយក៏ដូចជាបន្ធូរបន្ថយនៅចម្រូងចម្រាសជាតិនិយមមួយនេះអរគុណទៅដល់ទស្សនិកជនចំពោះការតាមដានទស្សនានៅបទយការបស់នាងខ្ញុំនៅសប្តាហ៍ក្រោយៗទៀតលោកអ្នកនឹងបានទស្សនានៅប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងសម្បត្តិវប្បធម៌ខ្មែរនេះពេលនេះនាងខ្ញុំសនសុខានិងក្រុមការងារសូមអរគុណសូមគោរពលា